កប៉ាល់10គ្រឿងត្រូវបានវាយប្រហារនៅក្នុងឬក្បែរច្រកសមុទ្រហូមូចាប់តាំងពីអ៊ីរ៉ង់បិទច្រកដឹកជញ្ជូនថាមពលដ៏សំខាន់របស់ពិភពលោកមួយនេះយោងតាមក្រុមអ្នកវិភាគនាវាចរឲ្យដឹងថាកប៉ាល់ប្រមាណ10គ្រឿងត្រូវបានវាយប្រហារនៅក្នុងឬក្បែរច្រកសមុទ្រហូមូចាប់តាំងពីអ៊ីរ៉ង់បានបិទច្រកដឹកជញ្ជូនថាមពលដ៏សំខាន់របស់ពិភពលោកមួយនេះបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបញ្ឆេះសង្គ្រាមប្រឆាំងអ៊ីរ៉ង់មកនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី9ខែមីនាឆ្នាំ2026ការវាយប្រហារទាំងនេះបានចាប់ផ្ដើមកើតមានឡើងបន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងនៅថ្ងៃសៅរ៍ទី28កុម្ភៈឆ្នាំ2026ដែលធ្វើឲ្យការដឹកជញ្ជូនថាមពលឆ្លងកាត់ច្រកហូមូដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោកមួយនេះស្ទើរតែបញ្ឈប់ទាំងស្រុងអង្គការនាវាចរអន្តរជាតិ International Maritime Organization IMO បានកត់ត្រាការវាយប្រហារលើកប៉ាល់ចំនួន9ក្នុងរយៈពេលមួយសប្តាហ៍ដែលបានសម្លាប់មនុស្ស7នាក់ផងដែរកប៉ាល់ដែលគេរាយការណ៍ថាបានរងការវាយប្រហាររួមមានកប៉ាល់ Skyline កប៉ាល់ MKD Viyom កប៉ាល់ Stena Imperative កប៉ាល់ Hercules Star កប៉ាល់ Lepra Trader កប៉ាល់ Gold Oak កប៉ាល់ Seven Prestige កប៉ាល់ Senegal Namabi និងកប៉ាល់ Musafa II យោងតាមសេចក្តីរាយការណ៍ដឹងថាត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីលខណៈពេលដែលកំពុងព្យាយាមជួយនាវាដែលខូចមួយផ្សេងទៀតក្រុមសន្តិសុខនាវាចរបានព្រមានថានាវាដែលពាក់ព័ន្ធនឹងប្រតិបត្តិការជួយសង្គ្រោះក៏អាចត្រូវបានកំណត់គោលដៅវាយប្រហារដែរជាធម្មតានៅច្រកសមុទ្រហូមូរហូតដល់ទៅប្រមាណ 20% នៃការផ្គត់ផ្គង់ប្រេងនិងអូស្មန်ធម្មជាតិរាវ LNG របស់ពិភពលោកត្រូវឆ្លងកាត់ច្រកសមុទ្រមួយនេះប៉ុន្តែចរាចរណ៍ប្រេងឥន្ធនៈឆ្លងកាត់ច្រកសមុទ្រនេះបានធ្លាក់ចុះខ្លាំងរហូតដល់ទៅប្រមាណ 90% ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះនេះបើយោងតាមក្រុមហ៊ុនទិន្នន័យដឹកជញ្ជូន Kepler ប្រទេសអ៊ីរ៉ង់បានបញ្ជូនសារចម្រុះឬបញ្ច្រាស់គ្នាជុំវិញច្រកសមុទ្រហូមូជាក់ស្ដែងមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC បានគម្រាមបាញ់កំទេចកប៉ាល់ទាំងឡាយណាដែលកំពុងព្យាយាមបើកឆ្លងកាត់ច្រកសមុទ្រនេះដែលអនុញ្ញាតឲ្យតែកប៉ាល់ចិននិងកប៉ាល់រុស្ស៊ីបើកឆ្លងកាត់ប៉ុណ្ណោះខណៈដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថាទីក្រុងតេហឺរ៉ង់មិនមានបំណងបិទច្រកសមុទ្រហូមូទាំងស្រុងនោះទេទន្ទឹមនេះសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនអាចនឹងប្រើកងទ័ពជើងទឹកដើម្បីអមដំណើរការពារសុវត្ថិភាពកប៉ាល់ពាណិជ្ជកម្មខណៈដែលបារាំងកំពុងធ្វើការដើម្បីកសាងសម្ព័ន្ធភាពអន្តរជាតិដើម្បីការពារផ្លូវដឹកជញ្ជូនទំនិញតាមកប៉ាល់នៅក្នុងតំបន់ខ្ញុំតារាពី All News TV